ខ្ញុំធ្លាប់អានរឿងនិទានមួយរឿង7មរណៈរឿងហ្នឹងគួរឲ្យខ្លាចដែរថ្ងៃហ្នឹងមានសង្សារមកគូហ្នឹងកំពុងតែជិះឡានលឿនយ៉ាងលឿនកិច្ចពីឃាតករទាំងកណ្ដាលយប់ក៏ជ្រុលទៅបុកនឹងដើមឈើមួយតាមផ្លូវពួកគេដឹកដៃគ្នារត់ចូលទៅក្នុងព្រៃដោយកាន់7ម្នាក់មួយបុរសជាសង្សារត្រូវគេបាញ់ចំកណ្ដាលខ្នងដួលទៅលើដីបាត់សូន្យខាងស្រីនិយាយបងញាក់ឡើងនាងបានឮសំឡេងសម្រាប់ជើងឃាតករកំពុងដើរមកហើយនាងក៏ព្យាយាមរត់តែជាអកុសលបានរត់បុកនឹងមែកឈើបោកក្បាលទៅលើថ្មហូរឈាមភ្លាមនោះឃាតករក៏បានមកដល់ហើយនាងក៏លើកដៃសំពះទាំងយំអំបរទៅឃាតករនឹងក៏មកស្លាប់នាងអីឃាតករក៏បានយកពិលវាយក្បាលនាងយ៉ាងសាហាវធ្វើឲ្យនាងស្លាប់ភ្លាមមួយរំពេចបន្ទាប់មកមានបរិសុទ្ធពីរអ្នកបងប្អូនឈ្មោះសេងនិងឈ្មោះសាំងហ្នឹងបានតែឆ្លោះត្រីនៅម្ដុំហ្នឹងដែរកំពុងតែដើរពួកគេស្រាប់តែឮសំឡេងសម្រាប់ជើងអ្វីម្យ៉ាងកំពុងរមៀលចុះមកតាមជំរាលភ្នំពួកគេដើរទៅក៏បានឃើញពិលមួយហើយពួកគេក៏រើសពិលនោះយកមកប្រើដោយពួកគេឃើញពិលនោះមិនមានបញ្ហាខូចអីទេពួកគេក៏យកពិលនោះទៅប្រើជាប្រចាំថ្ងៃយកមួយក្រោយពីភ្លៀងបានរាំងសេងនិងសាំងក៏នាំគ្នាទៅវាលស្រែក្បែរបន្លាយទឹកដើម្បីឆ្លោះត្រីនិងកង្កែបដោយសេងជាអ្នកកាន់ពិលដែលគាត់រើបានហ្នឹងយប់នេះត្រីនិងកង្កែបសម្បូរណាស់ពួកគេក៏ចាប់បានត្រីនិងកង្កែបយ៉ាងច្រើនយ៉ាងសប្បាយភ្លាមនោះសាំងបានលោកដៃចូលទៅក្នុងរូងក្តាមក៏ជាប់ដៃដកមិនរួចហើយសាំងក៏ស្រែកឲ្យសេងមកជួយសេងក៏មកដល់ហើយក៏យកពិលនោះឆ្លោះទៅកាន់រូងនោះតែភ្លាមនោះសម្លេងរបស់សាំងក៏ប្រែសេងជួយបងផងមានអីខំកបងអានពងដាក់អារម្មណ៍ហ្នឹងសេងយកពិលឆ្លោះទៅក៏បានឃើញខ្មោចស្រីម្នាក់មានមុខស្លេកស្លាំងសក់វែងឡាយកំពុងខំករបស់សាំងយ៉ាងជាប់ខ្មោចស្រែកឡើងទាំងផិតភ័យច្រឡំខ្មោចបងអូនសេងអ្នកស្រែកទេដោយខ្លាចបងប្រុសស្លាប់សេងក៏យកពិលវាយទៅលើខ្មោចស្រីនោះយ៉ាងខ្លាំងហើយខ្មោចស្រីនោះស្រាប់តែរលាយបាត់នៅសល់តែសាំងកំពុងត្រឡោកខ្យល់ទាំងបាច់ញើសហើយក្បាលហូរឈាមយ៉ាងច្រើនបាត់មាត់សូនជឹងបងពើហ្នឹងសេងនិយាយបងខ្ញុំគ្មានចេតនាទេសេងភ័យតក់ស្លុតជាខ្លាំងក៏រត់ចូលទៅក្នុងភូមិក្នុងគោលបំណងចង់ឲ្យគេមកជួយកំពុងតែរត់ស្រាប់តែមានអ្វីម្យ៉ាងចាប់ជើងសេងម្ដងយ៉ាងជាប់ហើយគេក៏យកពិលឆ្លោះទៅក៏បានឃើញដៃមនុស្សកំពុងចាប់ជើងរបស់គេយ៉ាងជាប់សេងព្យាយាមដកដង្ហើមព្យាយាមដកជើងចេញច្រឡំដកដង្ហើមព្យាយាមដកជើងជាច្រើនដងក៏ដួលថ្ងៃក្រោយទៅជុំនឹងឈើក្បែរនោះស្លាប់ភ្លាមអូសាហាវហើយពិលហ្នឹងក៏រមាលធ្លាក់ពីដៃរបស់សេងចូលទៅក្នុងទឹកបាត់ទៅចូលទឹកបាត់ហ្នឹងអត់ដឹងថាពិលហ្នឹងអ្នកគេអ្នករើសបានតទៀតទេមានតែចាំមើលបន្តទៀតព្រោះពិលហ្នឹងធ្លាក់ទឹកបាត់ហើយអត់ដឹងថាបានទៅលើអ្នកនេសាទឬក៏បានទៅលើណាគេដែលគាត់